ហ៊ាននៅក្នុងការបរិច្ចាគដោយការពេញចិត្តព្រោះគឺជាទិសដៅធំរួមគ្នាតែមួយនោះគឺសេចក្តីសុខដែលជាអមតៈគឺព្រះនិព្វានហើយការតាំងសេចក្តីប្រាថ្នាអធិដ្ឋានចិត្តដើម្បីបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនោះគឺរមែងឆ្លងកាត់3ដំណាក់កាលទី1គឺការអធិដ្ឋានចិត្តប៉ុន្តែមិនទាន់ហ៊ានប្រាប់អ្នកដទៃចំណែកទី2គឺការលាន់វាចាប្រាប់អ្នកដទៃដើម្បីឲ្យគេបានដឹងថាខ្លួនប្រាថ្នាដើម្បីចង់ចាក់ចេញពីសមុទ្រទុក្ខគឺសង្សារវដ្តទៅរកសេចក្តីសុខដែលជាអមតៈគឺព្រះនិព្វាននៅពេលណាដែលបានសម្រេចហើយនឹងជួយអ្នកដទៃដូច្នេះបន្ទាប់ពីព្រះអង្គបានលាន់វាចាអធិដ្ឋានចិត្តប្រកាសឲ្យគេបានដឹងឮនោះពិតប្រាកដណាស់នឹងមានអ្នកដែលចង់ទៅតាមព្រះអង្គដែរនៅក្នុងកំឡុងពេលដែលព្រះអង្គសន្សំបុណ្យបារមីបានត្រឹមតែអធិដ្ឋាននៅក្នុងចិត្តមិនទាន់ហ៊ានប្រាប់អ្នកដទៃអាចនឹងមិនទាន់មានអ្នកណាដឹងក៏ប៉ុន្តែនៅពេលណាដែលបុណ្យបារមីរបស់ព្រះអង្គមានភាពចាស់ខ្លាហ៊ាននៅក្នុងការលាន់វាចាដើម្បីប្រាប់អ្នកដទៃថាខ្លួននឹងប្រាថ្នាត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនោះគឺរមែងមានអ្នកដែលចង់ចាក់ចេញពីសមុទ្រទុក្ខទៅជាមួយនឹងព្រះអង្គនៅពេលណាដែលព្រះអង្គបានត្រាស់ដឹងហើយក៏រមែងមកប្រោះអ្នកទាំងអស់នោះឲ្យទៅជាមួយនឹងព្រះអង្គដែរដូច្នេះវាគឺជារឿងធម្មតាដែលមានអ្នកដែលតាំងសេចក្តីប្រាថ្នានៅក្នុងការកើតទៅជាកូនទៅជាភរិយាហើយក៏ប្រាថ្នានៅក្នុងការព្រមសម្រេចចិត្តឲ្យព្រះអង្គធ្វើការបរិច្ចាគបានដោយងាយដើម្បីឲ្យទាំងអស់គ្នាមានឱកាសនៅក្នុងការចាក់ចេញពីសមុទ្រទុក្ខទៅរកសេចក្តីសុខអមតៈរួមគ្នាទើបវាមិនមែនជារឿងចម្លែកដែលគ្រប់ព្រះសម្មាសម្ពុទ្ធតាំងពីដើមកន្លងមកតាំងពីអតីតនោះរួមទាំងព្រះសម្មាសម្ពុទ្ធសាមណគោតមដែលព្រះអង្គធ្លាប់បានកើតទៅជាព្រះបាទវេស្សន្តរដែលព្រះអង្គកសាងបារមីប្រភេទសត្តកមហាទាន